Bé lang lên bà on Group នេះសើចសប្បាយជាមួយនឹងរូបភាពដែល Felix គាត់ប្រែងចូលទៅការតករបស់ក្រុម C0 ដោយជំនួសដែល HP របស់ក្រុម C0 នោះគឺ Nero ប៉ុន្តែបើចំពោះខ្ញុំវិញខ្ញុំអត់មានអារម្មណ៍ថាវាជារូបភាពដែលសប្បាយទេប៉ុន្តែខ្ញុំរំលឹកដល់ការដែល Felix ធ្លាប់តែអង្គុយរួមតកក៏ដូចជាលេងឲ្យក្រុម C0 គាត់នៅជា role HP Land នឹកឃើញដល់គ្រាកន្លងមកដែល Felix ធ្លាប់ចូលរួមជួយក្រុម C0 ទទួលបាននៅ achievement ធំជាច្រើនមិនថាទាំងប្រកួតក្នុងស្រុកនិងក្រៅស្រុកទេជាពិសេសគឺដឹកនាំពំឈ្មោះក្រុមកម្ពុជាឡើងទៅកាន់ឆាកអន្តរជាតិក៏ break record បានគួរសមដែរចំពោះ Felix ភាពទាំងអស់ហ្នឹងវាកើតឡើងពីក្រុម C0 ហើយរូបភាពទាំងអស់ហ្នឹងក៏កើតឡើងអំពី Felix ដែលគាត់ធ្លាប់ចូលរួមធ្លាប់ជាកូនក្រុមរបស់ក្រុម C0 ហើយគាត់ក៏ធ្លាប់ជាដៃ Spiland ដ៏មានប្រជាប្រិយភាពដ៏មានសមត្ថភាពនៅក្នុង team C0 មកដែរបច្ចុប្បន្ននេះ Felix ក៏កំពុងតែចូលរួមជួយក្រុម Pro Esport យ៉ាងខ្លាំងមែនទែននៅក្នុងការប្រកួត MBL Cambodia Season 10នេះហើយ Felix ក៏ជួយក្រុម Pro Esport ទទួលបាននៅការឈ្នះទាំង9ប្រកួតនៅក្នុងព្រឹត្តិការណ៍ MPL របស់យើងផងដែរហើយខ្ញុំក៏សង្ឃឹមថា Felix នឹងជោគជ័យមិនត្រឹមថ្ងៃនេះទេគឺជោគជ័យទៅកាន់ពេលអនាគតរបស់គាត់ផងដែរនៅក្នុងវិស័យ Mobile Legends នេះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចិត្ត complete follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលា bye see you next video